ស្ដីបងថ្ងៃនេះខ្ញុំនឹងបងទៅមើលការឆាបាយបែបអភិជនដែលមានតម្លៃមួយចានខ្ទង់រាប់រយអញ្ចឹងបើសិនជាបងចង់ដឹងថាគេធ្វើបែបម៉េចតោះតាមដានស្នាច់ខ្ញុំទាំងអស់គ្នាតែជាដំបូងយើងត្រូវទៅរកគ្រឿងផ្សំសិនគ្រឿងផ្សំគឺអត់មាននៅណាទេគឺនៅក្បែរផ្ទះនឹងឯងនេះគ្រឿងផ្សំដែលយើងត្រូវធ្វើគឺមានដូចជាស្លឹកគ្រៃនេះគឺថាម៉ែខ្ញុំគាត់ដាំនៅក្រៅផ្ទះហើយនឹងស្លឹកក្រូចហើយស្លឹកក្រូចខ្ញុំថាមើលទៅដូចជាមិនដំណងសោះដូចជាល្មិចមិនទេតែថ្មីយើងអត់មានហើយបន្តមកទៀតគឺយើងមកប្រម៉ែប្រមូលអាបន្លែដែលយើងនៅសល់ពីល្ងាចមកដោយសារពីល្ងាចម៉ែខ្ញុំក៏ធ្វើទឹកគ្រឿងហ៎អញ្ចឹងហើយក៏នៅសល់បន្លែអញ្ចឹងយើងក៏ប្រមូលអស់នៅចាំមកធ្វើមកតែបងមិនទាន់និយាយថាអភិជនវាក៏ប្រម៉ែប្រមូលរបស់ដែលសល់អញ្ចឹងបន្តិចបងចាំមើលតិចទៀតថាវានឹងទៅជាយ៉ាងណាអញ្ចឹងយើងធ្វើការលាងបន្លែនឹងអីមកហើយអាបន្លែដែលយើងលាងពីយប់ហើយប៉ុន្តែយើងយកមកលាងម្ដងទៀតមកដើម្បីវាស្អាតហើយបន្ទាប់មកគឺថាដល់វគ្គដែលយើងមកចិត្តវាធ្វើអីរួចចាំយើងមកធ្វើការឆាបាយបើមើលទៅលើសាច់វីដេអូគឺថាឃើញខ្លីមែនទែនប៉ុន្តែបើធៀបពិតគឺថាខ្ញុំធ្វើនឹងរៀងយូរដែរដោយសារម្នាក់ឯងប៉ុន្តែអាចបដ ாய் បានដោយសារតើកូនគាត់គេអញ្ចឹងហើយគាត់ឆ្លៀតធ្វើវីដេអូវែងខ្លះបើមិនអញ្ចឹងទេគឺថាពេកខ្ញុំអត់មានវីដេអូវែងទេគឺថាមានវីដេអូខ្លីៗអញ្ចឹងតោះបងចូលដល់វគ្គដែលយើងត្រូវឆាបាយទាំងអស់គ្នាគឺថាអត់មានអីទេគឺដំបូងយើងត្រូវដាក់ខ្លាញ់ហើយយើងត្រូវត្រឡប់ជាមួយនឹងខ្ទឹមគល់ស្លឹកគ្រៃនឹងត្រឡប់វាឡើងឈ្ងុយមកហើយខ្ញុំបានដកស្លឹកគ្រៃចេញដោយសារតើខ្ញុំបានដាក់វាចូលទេខ្ញុំធ្វើការឆាទៅជាមួយខ្ទឹមអីទេហើយយើងធ្វើការឆាត្រឡប់វាមកដាក់អំបិលប៊ីចេងអីតាមទៅចំណុចចិត្តរបស់យើងមកហើយដាក់បាយដាក់អីហើយអីដែលខ្ញុំថាខ្វះអត់បានជាមួយបាយឆាគឺពងទាខ្ញុំចូលចិត្តណាស់ពងទាហើយនេះគឺជាការឆាបាយបែបអភិជនរបស់ខ្ញុំតែបើមានខុសត្រូវត្រង់ណាគឺសូមបងអភ័យទោសផងហើយបាយមួយចាននេះគឺថាតម្លៃវាថ្លៃមែនទែនគឺខ្ទង់រាប់រយដែលខ្ញុំបានប្រាប់ពីវីដេអូដំបូងអញ្ចឹងគឺថាតម្លៃរបស់វារហូតដល់ទៅ700ប៉ុន្តែមិនមែន$700ទេគឺថា700ខ្មែរយើងនឹងឯងអញ្ចឹងហើយបងបើឃើញហើយគឺថាយកទៅអនុវត្តអីគឺថាវាមិនល្អមើលទេប៉ុន្តែវារៀងឆ្ងាញ់ដែរអញ្ចឹងណាហើយនេះគឺលទ្ធផលដែលយើងទទួលបានបន្ទាប់ពីយើងធ្វើហើយគឺយើងយកវាមកដេកគោអីមកតិចតួចទៅដើម្បីឲ្យវារឹតតែបង្កើនសម្បុរភាពមួយទៅគ្រាន់ចង់ញ៉ាំខ្លះហើយជាចុងក្រោយក៏សូមអរគុណបងដែលចំណាយពេលដ៏មានតម្លៃមកទស្សនាវីដេអូដែលអត់សូវមានតម្លៃរបស់ខ្ញុំអរគុណច្រើន